ពានតាសោហើស្ពានថ្មថ្មីនៅមុំផ្លូវជាតិលេខ5ពីគល់ស្ពានថ្មថ្មីទៅដល់ម៉ោង47គីឡូពីស្ពានថ្មថ្មីទៅដល់ភ្នំតូចភ្នំធំ47គីឡូដូចគ្នានៅភូមិគល់ស្ពានថ្មថ្មីនេះពីដើមអត់មានទេអត់មានផ្ទះទេគេហៅចាប់ពីត្រឹមហ្នឹងទៅគេហៅភូមិរតនៈហើយឥឡូវផ្ទះណែនវេទិកាអុំទូកដងស្ទឹងសង្កែដងស្ទឹងសង្កែខែលេងផុតទៅតោឈូយាមផ្លូវនៅតាមដងស្ទឹងសង្កែអើយអបសុកថតទុកជាអនុស្សាវរីយ៍ដងស្ទឹងសង្កែឥឡូវស្អាតគល់ស្ពានថ្មថ្មីថតឆ្ពោះទៅទិសខាងកើតផ្លូវជាតិលេខ5ពីដើមឆ្លងកាត់តាមនេះឥឡូវនេះគេឈប់ឲ្យឆ្លងកាត់តាមហ្នឹងហើយគេកាត់តាំងពីពុកឆ្មាទៅឡើងវត្តកំពង់7ខាងលើវត្តកំពង់7ទៅអូតាគីខ្ញុំថតពីលើស្ពាននោះគឺជាពេទ្យព្រែកមហាទេពច្រាំងព្រែកមហាទេពឥឡូវគឺស្អាតណាខ្ញុំឈរនៅពាក់កណ្ដាលស្ពានថតឆ្ពោះទៅពេទ្យព្រែកមហាទេពថតឆ្ពោះទៅគល់ស្ពានព្រែកមហាទេពទៅខាងលិចកន្លែងសាលាកម្មារីសោហើពីដើមទៅជាអគារ building ធំធំនេះគឺជាវេទិកាអុំទូកប្រៀបដូចមុខបរមរាជវាំងអញ្ចឹងណាតែនេះគឺបាត់ដំបងថតឆ្ពោះទៅអតីតស្ពានដែកដងស្ទឹងសង្កែឡើងទៅលើ
ពីគល់ស្ពានថ្មថ្មីតាមមាត់ស្ទឹងហ្នឹងឡើងទៅលើទល់នឹងអតីតស្ពានដែកពីដើមគេធ្វើផ្លូវយ៉ាងស្អាតសម្រាប់ដើរជិះកង់ទៅទល់សួនកមាពីដើមឥឡូវទៅជាសួនសម្ដេចសខេងហើយគេធ្វើវាមានឯករាជ្យថ្មីនៅត្រើយម្ខាងវត្តសង្កែនេះផ្លូវទៅភូមិរតនៈអតីតស្ពានដែកតាមផ្លូវនេះជាកន្លែងអេក្សសាយសំខាន់ជាពិសេសគេធ្វើអញ្ចឹងគេដឹងថាពួកបរទេសចូលចិត្តដើរពេលព្រឹកពេលល្ងាចនេះគឺជាសកម្មភាពមមាញឹកនៅលើស្ពានសម្ដេចសខេងអតីតស្ពានដែកពីដើមខ្ញុំថតឆ្ពោះទៅរោងកុនសកែពីដើមនេះផ្លូវមកពីវត្តមកពីតាត្បូងកញូងផ្លូវត្រង់មកស្ពានដែកនេះជាអូតែលផ្កាយ3ផ្កាយ4ហ្នឹងឯងមានច្រើនចន់ថតឆ្ពោះទៅសួនកុមារនោះគឺជាខ្លោងទ្វារវត្តកណ្ដាលនេះគឺជាសួនកុមារពីដើមខ្ញុំថតពេលថ្ងៃម្ដងឡប់ថតដល់ពេលព្រឹកលើកនេះខ្ញុំនៅថតបាត់ដំបងឲ្យបានច្រើនព្រោះវាជាឱកាសអាចនិយាយថាជាឱកាសចុងក្រោយទេចុះព្រោះយើងវ័យប៉ុណ្ណេះហើយមិនដឹងថ្ងៃណាបានមកលេងទៀតទេនេះខ្ញុំថតពីលើចុះទៅក្រោមវិញដែលអាចមើលឃើញអូតែលមុខវត្តពោវាលមុខផ្សារថ្មីហើយនឹងវេទិកាអ៊ំទូចនិងស្ពានវេទិកាអ៊ំទូកហើយនឹងស្ពានផ្លូវជាតិលេខ5តាសោហើនិងតបូលក្រហមគឺជាពេទ្យព្រែកមហាទេពតាមសួននេះគេកំពុងតែជួសជុលកែប្រែលម្អមិនតាន់ហើយទេគេធ្វើខាងកើតហើយនៅសល់ខាងលិច
ភ្លេចបាត់ហើយសំទោសថតរួចដាក់ចុះ